ប្អូនសម្លាញ់យប់នេះយើងមកជួបគ្នាជាថ្មីម្ដងទៀតដើម្បីបន្តនិងបញ្ចប់នៅរឿងរ៉ាវដ៏រន្ធត់ដែលនៅសេសសល់តើបងប្អូនត្រៀមអារម្មណ៍រួចរាល់ហើយឬនៅក្នុងការស្វែងរកការពិតនិងវិធីរំដោះខ្លួនពីវិញ្ញាណតានឿនបាទត្រៀមរួចហើយមកអង្គុយគៀកគ្នាហើយស្ដាប់ខ្ញុំបន្តបន្ទាប់ពីប្អូនស្រីរបស់សាក្តាបានឃើញស្រមោលខ្មោចក្បាលត្រងោជីលើកញ្ជឹមកបងប្រុសរបស់ខ្លួនក្នុងកញ្ចក់មកគ្រួសារនេះលែងបានដេកលក់ស្កប់ស្កល់ទៀតហើយពេទ្យសម័យក៏មើលមិនជាថ្នាំអ្វីក៏លេបមិនត្រូវសាក្តាចេះតែស្រែកថាវារិតកខ្ញុំរហូតដល់ខ្លួនប្រានស្គមស្គាំងសល់តែស្បែកដណ្ដប់ឆ្អឹងដោយអស់ជំរឿឪពុកម្ដាយរបស់សាក្តាក៏សម្រេចជិតទៅនិមន្តព្រះតេជគុណមួយអង្គដែលលោកមានសិល្បារមីខាងភ្លើងងងឹតប្រចាំភូមិឲ្យមកជួយប្រោះព្រំបងអងដឹងទេគ្រាន់តែព្រះតេជគុណឈានជើងចូលដល់មាត់ផ្ទះភ្លាមខ្យល់គួចបក់មុខយ៉ាងខ្លាំងធ្វើឲ្យទ្វារនឹងបង្អោយបោកទង្គិតកញើកៀងសាក្តាដែលកំពុងដេកសង្លប់ឈឹងស្រាប់តែស្ទុះអង្គុយច្រងាងភ្នែករបស់គេប្រែជាក្រហមទុំហើយសម្លឹងមើលទៅព្រះតេជគុណដោយក្រសែភ្នែកគំនុំបងប្អូនអើយសំឡេងដែលចេញពីមាត់សាក្តាពេលនោះមិនមែនជាសំឡេងយុវជនវ័យ20ឆ្នាំទេប៉ុន្តែវាជាសំឡេងមនុស្សស្អាតទុំដួតមនុស្សឆ្លក់ទឹកគុំចេះដឹងរឿងយើងវាជាញាក់មកជន់កន្លែងយើងវាត្រូវតែទៅនៅកំដរយើងព្រះតេជគុណលោកមិនតបតទេលោកគ្រាន់តែយកខ្សែសីមាទៅចងតាក់ក្តារសាក្តារួចសូត្រធម៌បាលីយ៉ាងខ្លាំងសាក្តាប្រកាច់ននាលស្រែកថ្ងោររហូតដល់ធ្លាក់ឈាមតាមមាត់ស្រាប់តែពេលនោះមានដុំសក់ពណ៌ខ្មៅរលួយខ្ជាក់ចេញមកពីក្នុងមាត់របស់សាក្តាបងប្អូនសាកគិតមើលតើសក់ទាំងនោះមកពីណាបើមិនមែនជាសក់ដែលពួកចៅបានញាត់ចូលមាត់តានឿននោះទេបន្ទាប់ពីខ្ជិះសក់នោះចេញមកសាក្តាក៏ដួលសន្លប់បាត់ស្មារតីទៅវិញព្រះតេជគុណបានមានសង្កនិកាប្រាប់គ្រួសារថាវិញ្ញាណនេះមិនមែនចង់យកជីវិតសាក្តាទេប៉ុន្តែវាឈឺចាប់ដោយសារគ្មានអ្នកណាដឹងថាវាស្លាប់យ៉ាងវេទនាហើយសាក្តាខ្លួនឯងក៏បានទៅរត់ដួលជួនពីលើភ្នំរបស់វាទៀតទើបវាខឹងនឹងតាមមកដើម្បីបញ្ចប់រឿងនេះនៅព្រឹកបន្ទាប់អ្នកភូមិរាប់សិបនាក់រួមទាំងព្រះសង្ឃផងបាននាំគ្នាទៅកាន់រណ្ដៅដីក្នុងព្រៃកៅស៊ូនោះគេបាននាំគ្នាជីកកកាយដីនោះជីកបានប្រហែល1ម៉ែត្របងអូនដឹងទេគេឃើញអ្វីគឺគ្រោងឆ្អឹងមនុស្សដែលមានខ្សែចំណងចងដៃចងជើងជួបហើយនៅត្រង់លឡាដោតក្បាលមានស្នាមប្រែបែកយ៉ាងរន្ធត់អ្នកភូមិបានរៀបចំពិធីបន់សុគលនិងដុតរំលាយសាកសពតានឿនយ៉ាងត្រឹមត្រូវដើម្បីបញ្ជូនវិញ្ញាណគាត់ឲ្យទៅកាន់សុគតិភពចាប់តាំងពីថ្ងៃដែលផ្សែងភ្លើងបូជាសពតានឿនបានហើយឡើងទៅលើមេឃមកសាក្តាក៏ចាប់ផ្ដើមដឹងខ្លួននិងជាសះស្បើយបន្តិចម្ដងបន្តិចប៉ុន្តែបងប្អូនអើយទោះបីជាគេជាសះស្បើយមែនតែរាល់ពេលដែលគេឃើញដើមកៅស៊ូគេតែងតែរត់ពួនដោយក្តីភ័យខ្លាចជានិច្ចដោយដែលខ្ញុំបានសន្យាអញ្ចឹងដល់បងប្អូនមុននឹងបញ្ចប់វីដេអូនេះខ្ញុំចង់ផ្ដាំផ្ញើបម្រាម3យ៉ាងបើសិនជាបងប្អូនចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ព្រៃកៅស៊ូឬព្រៃស្ងាត់នៅពេលយប់អាធ្រាត្រទី1បើបងប្អូនកំពុងដើរហ
ហើយឮសំឡេងជឿងដើរតាមពីក្រោយឬឮសំឡេងគេហៅឈ្មោះបងប្អូនដាច់ខាតកុំងាកមើលក្រោយឲ្យសោះព្រោះតាមជំនឿចាស់ៗពេលយើងងាកតែប្រឡោះកគឺយើងបានបើកផ្លូវឲ្យវិញ្ញាណអាក្រក់ចូលសន្ធិដ្ឋទី2កុំផ្លុំខ្យល់ឬហួចនៅពេលយប់កណ្ដាលព្រៃឯសោះព្រោះសំឡេងហួចគឺជាការហៅដួងវិញ្ញាណអនាថាឲ្យមកប្រជុំគ្នានិងទី3បើបងប្អូនមានអារម្មណ៍ថាព្រឺក្បាលឬសីតុណ្ហភាពប្រែជាត្រជាក់ខុសធម្មតាសូមយកមេដៃទាំងសងខាងដាក់ចូលក្នុងបាតដៃរួចក្តាប់វាឲ្យជាប់ដើម្បីបិទទ្វារព្រលឹងកុំឲ្យខ្មោចព្រាយបិសាចយកអាសាបានតើបងប្អូនយល់យ៉ាងណាដែរចំពោះអត្ថត្តកំបាំងក្នុងព្រៃកៅស៊ូមួយនេះតើមានបងប្អូនណាធ្លាប់ជួបរឿងរន្ធត់ផ្ទាល់ខ្លួនពេលធ្វើដំណើរពេលយប់ដែរឬទេអាច comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះបានណាខ្ញុំនឹងតាមអានរាល់ comment របស់បងប្អូនទាំងអស់កុំភ្លេចជួយចុច subscribe like និង share ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំនៅក្នុងការស្រាវជ្រាវរឿងរន្ធត់ថ្មីៗមកនិទានជូនបងប្អូនស្ដាប់នៅវគ្គក្រោយយប់នេះសូមបងប្អូនចូលគេងដោយក្តីសុខជម្រាបលារាត្រីសួស្តី